Ok,សួស្តីបងប្អូនទាំងគ្នានេះគឺសកម្មភាពដែលខ្ញុំចេញដំណើរពីផ្ទះខ្ញុំដើម្បីទៅធ្វើការថតសកម្មភាពថ្ងៃរះជូនបងប្អូនទស្សនាទាំងគ្នានេះឥឡូវយើងមកមើលសកម្មភាពតាមផ្លូវរបស់យើងវិញនេះគឺយើងដល់ផ្លូវបាត់មួយបងប្អូនមើលផ្ទៃមេឃខាងលើគឺពណ៌ក្រហមតែម្ដងជើងធ្វើដំណើរតាមផ្លូវភ្លោះ60ម៉ែត្រណា60ម៉ែត្រឆ្ពោះទៅកាន់ពលានថ្មីព្រោះសកម្មភាពវីដេអូនេះយើងធ្វើការថតនៅពលានយន្តហោះថ្មីដែលមានឈ្មោះថាពលានយន្តហោះមរតកតេជោណាដែលអក្សរកាត់គេហៅថា KTI ឥឡូវយើងធ្វើដំណើរបន្តទៅទៀតហើយដល់ទៅនេះគឺជាផ្លូវកោងទៅឆ្វេងដៃយើងបត់តាមផ្លូវកោងកាត់តាមកន្លែងម្ដុំនេះគឺគេទិញឲ្យចាយច្រើនហើយវាគំនរសម្រាមដែលគេប្រមូលសម្រាមពីក្នុងរាជធានីភ្នំពេញយកមកដាក់នៅម្ដុំទីតាំងនេះឥឡូវយើងដល់ផ្លូវបត់មួយទៀតហើយយើងបត់ទៅស្ដាំណាបងប្អូនខាងមុខនេះគឺជាផ្លូវបត់ឡើងទៅស្ដាំដើម្បីឆ្ពោះទៅកាន់ពលានហោះថ្មីហ្នឹងគឺទីតាំងទៅហ្នឹងហើយបងប្អូនយើងបត់ទៅបន្ទាប់ពីយើងបត់ហើយយើងនឹងឡើងទៅលើស្ពានអាកាសសម្ដេចធិបតីណាស្ពានអាកាសសម្ដេចធិបតីដើម្បីឆ្ពោះទៅកាន់ពលានយន្តហោះថ្មីកន្លែងនេះគឺជាស្ពានដែលយើងឡើងហើយបងប្អូនយើងឡើងនេះគឺឡើងស្ពានអាកាសសម្ដេចធិបតីនៅតាមផ្លូវផងដែរក៏មានអ្នកជិះកង់ជាច្រើនដែលគាត់ងើបមកព្យាយាមហាត់ប្រាណដើម្បីសុខភាពអញ្ចឹងយើងបន្តដំណើរទៅទៀតទៅដល់ផ្លូវឆ្លងកាត់ពលានថ្មីនេះយើងក៏ចិត្តបានមកដល់ចំណុចដែលយើងត្រូវថតសកម្មភាពថ្ងៃរះហើយនេះគឺជាផ្លូវភ្លោះចូលពលានថ្មីណាបងប្អូនផ្លូវភ្លោះចូលពលានថ្មីចំណុចយ៉ាងមុខនេះគឺជាផ្លូវ stop ឥឡូវយើងបានមកដល់ទីតាំងដែលយើងត្រូវថតជូនបងប្អូនទស្សនាបងប្អូនទេសភាពនេះគឺវាស្មៅបូកជាមួយនឹងនេះគេហៅថាកម្ពតព្រៃវាមិនមែនជាព្រៃធំទេតែគ្រាន់តែជាកម្ពតព្រៃទេអញ្ចឹងកុំឲ្យខាតពេលយូរតោះនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅទស្សនានៅទិដ្ឋភាពថ្ងៃរះទាំងស្រុងជាមួយខ្ញុំទាំងអស់គ្នា
ok bang con là video của bạn xin chào và thêm chào số con là con của người ta để bạn cảm ơn tất cả video của tăng Việt Nam rồi đó cho mình thả video này thì cái video này không có mong gì chẳng dân người thay mà con tràn đến nhìn rằng chuyên po phải bón con chuột ra những sự việc rồi cái tu tiên mình mang cái phần của xa tôi đâm nàoไปจัดไปฉายน้ำกระสมประกอบได้สักสวัสดิภาพส้มเอาคนหนึ่งส้มจมูกโด่งก่อน